Sao chôn cô là bắt đồng bò Nippon đại lục Saxithon បញ្ចូលបទភ្លេងនិងសូរស័ព្ទដោយលោកមីវ៉ាត សម្ដែងដោយក្រុមសិល្បករសិល្បករនីរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន តួសម្ដែងក្នុងរឿងនេះមានដូចតទៅ ផ្នែកបរោះសុបិននិងឪពុកម៉ៃដាសម្ដែងដោយលោកអេងភិរុនម៉ៃដានិងឪពុកម៉ាយ៉ានសម្ដែងដោយលោកឌីវណាគ្រីបឿននិងស្រួចសម្ដែងដោយលោកសាក់ស៊ីថនថៅកែសម្ដែងដោយលោកស៊ីបរិញ្ញា ផ្នែកនារីម៉ារ៉ានិងម្ដាយម៉ាយ៉ានសម្ដែងដោយអ្នកនាងជាមស៊ីណាតម៉ាយ៉ានម្ដាយម៉ារ៉ានិងម្ដាយម៉ៃដាសម្ដែងដោយអ្នកនាងខនសូវណ្ណដាសននិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងស៊ុំកឹមហៀបម្ចាស់បំណុលនិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងឌៀបសំអាងម៉ាចនិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងវងសាវរី អមដោយចម្រៀងពីរបទ បទទី1មានចំណងជើងថាបងបោះឈូងទៅច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកនាងរស់សេរីសុធា បទទី2មានចំណងជើងថាដួងនេត្រាច្រៀងដោយលោកសូសារិទ្ធ សូមអញ្ជើញលោកអ្នកនាងស្ដាប់កំសាន្តភាគទី3ដែលជាភាគបញ្ចប់នៃរឿងកុលាបបាត់ដំបងដោយមេត្រី អ្នកណាគាត់ទ្វា អូ គឺខ្ញុំថៅកែរបស់នាងណា អញ្ចឹងចោលតកែ បាទនាងមានយល់ពីអធិស្ឋានរបស់ខ្ញុំទេ ខ្ញុំជាមនុស្សថ្មីនៅមិនទាន់ដឹងថាតកែមានអធិស្ឋានអីចំពោះនាងខ្ញុំទេ ចំជាមិនយល់ការមែននាងមានសម្រស់ឯខ្ញុំមានប្រាក់ណែលាក់បាំងអីខ្ញុំត្រូវការរូបនាងណា ថាម៉េចលោកត្រូវការរូបខ្ញុំ យ៉ាងម៉េចសម្ដីខ្ញុំធ្វើឲ្យនាងភ្ញាក់ផ្អើលណាស់ទៅនាងសុំខ្ចីលុយខ្ញុំ 100000 តែខ្ញុំត្រូវការនាងខ្ញុំឲ្យនាង 20000 នាងត្រូវតែកំដរខ្ញុំណា នេះប្រាក់នាងយកទៅ ទេលោកកុំធ្វើប្តីផ្ដាំណាខ្ញុំអត់ត្រូវការប្រាក់លោកទៀតទេកុំចូលមកចិត្តខ្ញុំឲ្យសោះ បើនាងមិនត្រូវការប្រាក់នាងមកធ្វើអី ខ្ញុំមកធ្វើការមិនមែនមកលក់ខ្លួនទេសូមលោកកុំយកច្រឡំឲ្យសោះណា មកធ្វើការខ្ញុំឲ្យនាងធ្វើការយ៉ាងស្រណុកបំផុតគ្មាននឿយហត់នេះសែងទេនាងគ្រាន់តែជួយអុំទូកមនុស្សចេតនាជាមួយប្រុសវាបានទៅហើយ ខ្ញុំមិនព្រមទេមិនព្រមជាដាច់ខាត ទោះជានាងមិនព្រមក៏ត្រូវតែព្រម ឡើងខ្ញុំ ខ្ញុំនាង ឡើងខ្ញុំជួយផងឡើង អាបឿនអាមិត្តទ្រុមិត្តអាបឿន អូអាដាទេហ៎ ឯងប្រាប់អញឲ្យត្រង់មកហេតុអីបានចែកយកប្រពន្ធសុបិនទៅលក់ មិនក៏ឯងដឹង ខ្មោចងាប់ទាំងមូលវាលេងអីនឹងស្អុយឯងថាមកមើល ដាឯងគឺជាមិត្តភក្តិរបស់ខ្ញុំ តែឯងជាមិត្តទ្រុមិត្ត ឥឡូវឯងចង់យ៉ាងម៉េចរឿងរបស់អ្នកដទៃមិនមែនជារឿងរបស់ឯងទេ យើងមិនត្រូវការស្ដាប់មនុស្សធន់ដូចឯងនេះទៀតទេឯងនាំឲ្យអញខូចតាមឯងប្រព្រឹត្តល្បែងស៊ីសងស្រីស្រាបបួលឲ្យអញលួចប្រាក់ម៉ែឪអញយកមកលេងល្បែងត្រូវឪពុកម្ដាយអញបណ្ដេញចេញពីផ្ទះដោយសារតែអ្នកណា រឿងរបស់ឯងមិនមែនជារឿងរបស់គ្នាទេ ល្អឯងជាមនុស្សឆ្លាតមែនអញសូមស្វាគមន៍ ឯងវិញយើងផងហ៎អាដា ទទួលទៅ អាដាថ្ងៃនេះចាត់ទុកថាអញចាយឯងទៅចុះតែកុំភ្លេចថាថ្ងៃក្រោយអញនឹងសម្លាប់ឯងឲ្យទាល់តែបាន ហ
មិនទៅរឿងប្រាក់ចម្ពាក់ខ្ញុំណាដល់ថ្ងៃសន្យាហើយ ចាអ្នកចាំកូនខ្ញុំវាទៅយកប្រាក់មកសងវាទៅធ្វើការឲ្យគេសន្យាឲ្យប្រាក់មកខ្ញុំតែខ្ញុំមិនទាន់ឃើញកូនខ្ញុំយកមកឲ្យខ្ញុំនៅឡើយទេ យើលើកណាក៏ដោះសារឲ្យរួចតែពីមាត់ដែរនេះខ្ញុំប្រាប់ណារឿងលុយកាក់មិនងាយរកទេកុំខ្ចីធូរសងតាំងអញ្ចឹងល្មមគិតគូភ្លាមទៅណា ចាសូមបន្តពេលបន្តិចទៀតចុះណាអ្នក ឲ្យតែបកត់ណាខ្ញុំមកលើកក្រោយលេយ៉ាងណារកឲ្យបានឲ្យខ្ញុំលឺ ចាមីកូនចង្រៃឲ្យវាទៅធ្វើការទៅបាត់សូនឯនេះអង្គុយតន្ទឹងចាំប្រាក់ឲ្យឡើងផ្សារភ្នែកនៅតែមិនឃើញវាយកមកឲ្យក្តៅណាស់ចាំមើលឲ្យតែនាងឯងមកដល់សំពងឲ្យទាល់តែបែកក្បាលចាំតែមើលចុះ ម៉ែខ្ញុំមកវិញហើយម៉ែ អូ ម៉ែ សុបិនកូនមកវិញហើយហ៎ បាទខ្ញុំសូមច្បាប់មេបញ្ជាការមកធ្វើបុណ្យឲ្យឪពុកម្ដាយខ្ញុំមារាទៅណាហើយម៉ែ ម៉ែកំពុងតែនឹកដើមវានឹងណាវាប្រាប់ម៉ែថាវាទៅរកការងារធ្វើនៅភោជនីយដ្ឋានស្រាប់តែទៅបាត់សមោលតែម្ដងទៅម៉ែចាំមើលតែផ្លូវវាឡើងផ្សារភ្នែកអស់ទៅហើយ នាងទៅជាមួយអ្នកណាម៉ែ មានប្រុសម្នាក់មកនាំទៅតែម៉ែមិនស្គាល់គេទេគេថាត្រូវជាមិត្តភក្តិរបស់កូនណា អីអ្នកណាអញ្ចេះម៉ែមានដឹងថាភោជនីយដ្ឋាននោះនៅឯណាទេម៉ែ ម៉ែភ្លេចសួរគេឲ្យឈឹងណែកូនឯងទៅសួរនាងចានមើលក្រែងនាងដឹងណា អាយ៉ានមានរឿងអីតាក់ទងជាមួយនាងដែរម៉ែ ម៉ែមិនដឹងទេកូនទៅសួរនាងមើល បាទ មារាងំជប់ព្រួយចិត្តទៅណាកុំគិតច្រើនពេកធ្លាក់ខ្លួនដល់ទីនេះហើយទោះជាមានស្លាប់ហោះហើរយ៉ាងណាក៏មិនរួចដែរណាហេតុអីក៏ពួកគេនាំគ្នាធ្វើបាបខ្ញុំអញ្ចឹងណែមិនមែនតែមារាឯងម្នាក់ទេពួកខ្ញុំបានជួបការលំបាកនេះមុនឯងទៅទៀតហើយពេលនេះមារាឯងកុំពិបាកសួរថាអ្នកហេតុអីបានជាគេធ្វើបាបឯងនោះណែកលៈទេសៈនេះគ្មានអ្នកណាម្នាក់មកឆ្លើយនឹងសំណួរឯងបានទេណាមារាពួកគេត្រូវការញើសឈាមពួកយើងឲ្យរកលុយឲ្យគេអត់ត្រូវការពាក្យអង្វរកពីយើងទេណាម៉េចអញយល់ហើយនៅមារាខ្ញុំស៊ូស្លាប់ប្រសាជាងខ្ញុំមិនអាចធ្វើដោយពួកឯងបានទេឯងយល់ថាជីវិតអាចវិលល្ងាចវិញបានណាឈប់និយាយតែពួកឯងជាមនុស្សថោកទាបបំផុតថោកទាបបើពួកយើងថោកទាបឯងក៏មិនថ្លៃជាងពួកយើងប្រហែលដែរបន្តិចទៀតនេះឯងនឹងភ្លឺភ្នែកហើយយើងចង់និយាយជាមួយឯងក្នុងពេលនេះថាគឺយើងមិនចង់ឲ្យឯងឈឺសាច់ឯងយល់ទេពួកឯងទាំងអស់គ្នាស្ដាប់ខ្ញុំឲ្យច្បាស់ណាខ្ញុំប្រកាសជាមិនធ្វើដោយពួកឯងទេមាសប្រាក់មិនអាចទិញទឹកចិត្តខ្ញុំបានទេបើខ្ញុំរកវិធីដោះខ្លួនចេញពីទីនេះមិនបានទេនោះគឺខ្ញុំមានវិធីមួយទៀតអត់ប្រយោជន៍ទេយកល្អសម្រាប់ចិត្តឲ្យហើយទៅណាតើត្រូវលក់ខ្លួនឬអស់ជីវិតសូមនាងតែប្រាប់ស្រីម្នាក់នោះឲ្យមកជួបខ្ញុំមកផ្លែត អូលោកត្រូវការនេះហ៎ ហ្នឹង អូចាំមកផ្លែតណា មារាមិននឹកស្មានថានាងដល់ថ្នាក់នេះសោះ ណែមារាមានគេម្នាក់សុំជួបឯងណាណៃណាប្រុសឬក៏ស្រីទីនេះគ្មានស្រីមករកប្រុសទេវើយគឺមានតែប្រុសមករកស្រីនឹងណាបើគេប្រុសខ្ញុំមិនទៅជួបគេទេណែទៅជួបគេមកផ្លែតទៅវិញកុំឲ្យតកែអន់ចិត្តណាបងទៅប្រាប់គេទៅថាខ្ញុំអត់ទៅទេណែមារាឯងស្អាតជាងគេប្រុសត្រូវការឯងច្រើនណាយប់នេះបើឯងមិនព្រមរកលុយទេណែថៅកែនឹងឲ្យគេមកវាយធ្វើបាបឯងស្លាប់ហើយតែឆាប់ទៅមារាប្តីរបស់ខ្ញុំបងជួយអូនផងបង មារាបងមិនមែនជាប្តីរបស់អូនទេ ពិតធើមិនក៏បងនិយាយអញ្ចឹងអូនជាប្រពន្ធរបស់បងសូមបងអភ័យទោសឲ្យអូនផង នាងយល់ច្រឡំហើយ
ខ្ញុំគ្មានប្រពន្ធជាស្រីដូចនាងអញ្ចឹងទេ បងស្ដាប់អូននិយាយសិនអូនសុំវល់អូនគ្មានបំណងធ្វើអញ្ចឹងទេគឺគេចាប់បង្ខំអូនណាតែអូននៅស្មោះចំពោះបងជានិច្ច មិនពិតទេគឺមិនពិតទេឆ្លៀតពេលបងចេញទៅច្បាំងអូនចង់បាំងភ្នែកបងតែងខ្លួនលក់ផងរំផងភ្លេចម្ដាយភ្លេចប្តីហេតុអីបានជាអូនចូលធ្វើជាស្រីពេទ្យា បងសុបិនមិនពិតដោយពាក្យបងថានោះទេគឺអូនចាញ់បោកមិត្តភក្តិបងយកអូនមកលក់ណា បងគ្មានមិត្តភក្តិរបៀបនេះទេ មានរឿងអីយ៉ាហើយចង់មកអុកលុកស្រីបងរបស់អញផងហ៎ ថើកែចាំបាច់សួរវាធ្វើអីដកសរសៃវាស្គាល់ដៃបន្តិចទៅមើល សុំសិនចាំអញសួរវាសិនណែអាស្អីគេនេះហើយមានរឿងអីជាមួយស្រីម្នាក់ហ្នឹងហ៎ នាងនេះគ្មានរឿងអីជាមួយនឹងយើងទេការពិតគឺពួកអាថោកទៀតឯងរាល់គ្នាអស់នេះហើយដែលត្រូវមានរឿងនិយាយជាមួយយើងនោះ ហ៎ហើយហ៊ានប្រមាថមើលងាយអញផងហ៎ ចំជាមិនស្គាល់ចង្កូមពោះវែកតានេះថាកែទុកឲ្យខ្ញុំចាត់ការវា ចុះសិនមិនបាច់បង្ករឿងទេបើឯងត្រូវការស្រីម្នាក់នេះមិនបាច់តថ្លៃអញមានបន្ទប់សម្រាប់ឯងហើយស្រីម្នាក់នេះទើបតែមកដល់ថ្មីវើយ សម្ដីនាងរឹងរូសបន្តិចតែមាត់វារឹងមិនប្រសើរជាងថ្វីដៃរឹងទេវើយឯងបងប្រាក់ឲ្យអញតែមួយយប់$30ទុកជាការស្រេចទៅហើយ យើងមិនមែនមកតថ្លៃស្រីសំគិះនេះទេគឺយើងចង់ទិញក្បាលពួកឯងរាល់គ្នានេះ ហ៎ អាម៉ាច់ចាត់ការវាទៅបាក់ អញ កុំវាយគ្នា ខ្លាអញ ស្រីចង្រៃព្រោះតែនាងឯងបានជាវាមើលងាយអញ ឈប់បើអាណាម្នាក់ហ៊ានកម្រើកអញបាញ់សម្លាប់ចោលទាំងអស់ហ្នឹង តកែវាប្រើកាភ្លើងតកែ ណែស្ងៀមទុកឱកាសវាចោះ បារាឆាប់ដើរចេញទៅឬមួយក៏អូនចង់នៅទីនេះ អត់ទេអូនទៅជាមួយបងដែរណា ពួកឯងបើចង់រស់កុំតាមយើងឲ្យសោះណា ថ្ងៃនេះជាលើកទី1ហើយដែលមានមនុស្សមកអុកលុកដល់កន្លែងអញ បើវាប្រើអាវុធអញក៏ហ៊ានប្រើអាវុធដែរ អេធ្វើយ៉ាងម៉េចទៅតកែបើច្បាប់មិនអនុញ្ញាតឲ្យពួកយើងប្រើកាភ្លើងនោះ ច្បាប់មិនឈ្នះប្រាក់ទេវើយ អូត្រូវហើយបើមានប្រាក់ចង់ធ្វើអីក៏បានដែរតកែ ក្រែងមិនស្រួលដូចយើងស្មានទេដឹងតកែ ម៉ែណា ឈប់ជជែកគ្នាពួកឯងនេះសុទ្ធតែជាមនុស្សមិនបានការឯងថាទៅមើលតើពួកចៅព្រៃដែលប្រើកំភ្លើងគ្រប់ដៃនោះចូលមកបាញ់ប្លន់អ្នកស្រុករាល់ថ្ងៃនេះតើវាមានច្បាប់អនុញ្ញាតពីក្រសួងសមត្ថកិច្ចទេ ពួកចៅខ្លះទៀតឈៀតឆក់ឱកាសប្លន់បាញ់យករថយន្តអ្នកធ្វើដំណើរស្លាប់ស្ទើររាល់ថ្ងៃតើពួកវាមានគ្រប់ច្បាប់ទេ អូមែនថៃកែនិយាយត្រូវមែន ដូច្នេះពួកឯងត្រូវទៅជួបអាបឿនទិញកំភ្លើងតាមចាប់អាមនុស្សថ្លើមតោឲ្យមកអាញភ្លាម បាទបាទ បារាអូនឯងមិនបាច់ដើរតាមបងទេឆាប់ត្រឡប់ទៅវិញទៅទីណាដែលអូនពេញចិត្តអូនទៅចុះ អូនជឿថាបងកំពុងតែខឹងនឹងអូនសុំវល់ចិត្តបងសុំបងអត់ទោសឲ្យអូនផងម៉ារ៉ាចង់រស់នៅក្បែរបងអូនគ្មានចិត្តក្បត់ពីបងទេ ចង់រស់ក្បែរបងមិនបានទេនាំឲ្យគេសើចគេយំអ្នកស្រុកទាំងអស់គេនឹងនិន្ទាបងជាមិនខានណាស់ហើយយើងផ្ដាច់មនោសញ្ចេតនាប្តីប្រពន្ធនឹងគ្នាត្រឹមនេះចុះបងមិនអាចទទួលស្រីពេស្យាដោយអូនធ្វើជាប្រពន្ធបានទេ ស្រីពេស្យាខ្ញុំជាស្រីពេស្យាទេខ្ញុំជាប្រពន្ធរបស់បងបើបងមិនជឿអូនបងបាញ់សម្លាប់អូនមក សំដីនាងផ្អែមណាស់ស្រីផ្លែលវាដូចនាងឯងនេះសុំតែបាញ់សម្លាប់ចោលទេ បាញ់មកបាញ់សម្លាប់អូនមកអូនគ្មានពាក្យអ្វីអង្វរបងក្រៅពីសុំឲ្យបងបាញ់សម្លាប់អូនទេអូនពេញចិត្តនឹងស្លាប់ណាស់អូនរស់ក៏ជីវិតអូនគ្មានន័យដែរអូនជាស្រីពេស្យាបាញ់អូនមក យោគយល់ដល់ជីវិតអូនបងមិនសម្លាប់អូនទេតែផ្លូវនេះបែកជាពីរផ្លូវមួយទៅផ្ទះអូនផ្លូវមួយទៀតគឺផ្ទះបង
ឈប់ដើរតាមបងទៀតណា ខ្ញុំខំស្រឡាញ់គេហេតុអីក៏គេស្អប់ខ្ញុំបើគេស្អប់ខ្ញុំមិនក៏គេមិនបាញ់សម្លាប់ខ្ញុំគេថាខ្ញុំជាស្រីបេស្យាមិនត្រូវការឲ្យខ្ញុំរស់ក្បែរគេទេខ្ញុំគ្មានបំណងធ្វើអញ្ចឹងទេតែខ្ញុំជាស្រីភេទទន់ខ្សោយឲ្យខ្ញុំធ្វើយ៉ាងម៉េចដែរបើខ្ញុំទ្រាំរស់បើកភ្នែកឃើញតែក្តីកង្វល់បើខ្ញុំស្លាប់ទៅវាក៏រលត់ទៅដែរមនុស្សមិនក៏កាច់សាហាវយ៉ាងនេះគេនាំគ្នាបំផ្លាញសុភមង្គលខ្ញុំចូលចិត្តសាងកំណត់ទុកលើសុខអ្នកដទៃហេតុអីក៏គេធ្វើអញ្ចឹងពុកកូនខុសហើយកូនឈប់ដើរចោលម៉ែនឹងពុកទៀតហើយកូននឹងបំពេញកតញ្ញូតាធម៌ចំពោះលោកឪពុកនិងអ្នកម្ដាយវិញ ប្រសើរណាស់ក្រោកឡើងកូនពុកសប្បាយចិត្តណាស់ដោយឃើញកូនចេះភ្ញាក់ខ្លួនដូចនេះពុកជំងឺពុកប្រកាសជាបានធូរស្រាលវិញហើយណា អាដាកូនទៅទិញថ្នាំមកឲ្យពុកឯងតិចមក បាទម៉ែ ណែសុបិនណាគិតឲ្យបានដល់បន្តិចសិនទៅធ្វើម៉េចបើនាងធ្លាក់ចូលទៅក្នុងអន្ទាក់របស់គេដោយអចេតនាចាត់ទុកជារឿងធម្មតាទៅអី ខ្ញុំធ្វើអញ្ចឹងមិនកើតទេគេប្រកាសជាសើចយំខ្ញុំឌីលខ្ញុំនាំឲ្យថោកដល់ប្រុសដតីទៀតណា អូវាមិនមែនជារឿងថោកទាបអីទេនេះគឺជាឆាកជីវិតរបស់មនុស្សម្ដងយើងម្ដងគេតាចាត់ទុកថាស្រីបេស្យាជាស្រីថោកទាបតែប្រុសដែលតែរួមរយៈនឹងស្រីនោះក៏ថោកទាបដូចគ្នាដែរមិនគិតមើលទៅណាប្រុសណាវាសឹងតែ 80% ដែរដែលតែរួមរយៈនឹងស្រីបេស្យានោះមិនថាអញ្ចឹងណា និយាយដូចបងស្រួយឯងក៏មិនយ៉ាងដែរ គិតមើលទៅ ខ្ញុំអាណិតនាងដែរតែ បងសុបិន អូ បងសុបិន អូ បងសុបិន យ៉ាង ឆាប់ទៅជួយមារាផង នាងយ៉ាង ពួកថៅកែបាមកតាមចាប់នាងទៅវិញហើយ ឥឡូវពួកវាទៅឯណាហើយ វាបើកឡានចេញតាមផ្លូវក្រោយវត្តពោក្នុងចៃដន្យខ្ញុំក៏លេចឃើញតន់បងឆាប់ទៅជួយលឿនឡើងទៅឆាប់ឡើងទៅ ឆាប់ទៅជួយភ្លាមទៅតោះ ជុំ បាទ នាំគ្នាទៅចាប់មារាចុកក្នុងឡានឆាប់ឡើង បាទតោះពួកយើងទៅចាប់យកដាក់ឡានហ្មងយ៉ា អូនោះមក ជុកជឹង នៅស្ងៀម ឲ្យលេងអញ ប្រាប់ថានៅស្ងៀមបើចាក់ជើងបាញ់សម្រាប់ចោល អដេរិឆានពួកឯងនេះបំផ្លាញសេចក្តីសុខយើងស៊ូស្លាប់ជាមួយពួកឯងហើយ អាយ៉ាពួកអាប៊ិនវាចាប់មារាទៅណាទៀតហើយចេះ ខានលើ មើលទៅបើមិនជួយគឺមិនកើតទេ ទៅ ទៅតាម ណែសុបិនយើងជិះកង់ស្ទាក់ភ្លើងពួកវាត្មងទៅអូននេះម៉ូតូយកម៉ូតូទៅជិះត្មង មកឆាប់ តោះ អូពួកវាប្រកាសជាមកតាមផ្លូវនេះហើយអូមិនជើងដាក់ស្ទាក់ឡានវាសិន ងាយយកអូយតែណាអូឈើបើរាក់ឡើងឡានចឹងណាពួកអញឆាប់ចុះទៅអូសចេញណានៅស្ងៀម ជួយផងជួយខ្ញុំផង ប្រាប់ថានៅស្ងៀមបញ្ចាត់ស្លាប់ណាណែអូយើងឲ្យលឿនឡើងហិ
ណែគ្នាវាចង់មកជួយគ្នាជួយពួកយើងបាយវាដាក់បាយអូនោះច្បាស់ជាកន្លែងនោះហើយសម្បត្តិឲ្យឆាប់ឡើង ប្រយ័ត្នបន្តិចណាព្រោះវាមានកំភ្លើងផងណា ជួយផងជួយខ្ញុំផង នៅខាងនោះឆាប់ឡើងស្រួយ តោះឆាប់ឡើង អត់ដល់អូសុបិនឆាប់តាមជួយមារាភ្លាមទៅ តោះ ឆាប់ឡើង ទៅខាងណាមកខាងនេះ នេះ ចា ច្រើនហើយ បងសបានប្រយ័ត្ន ណែលីអានេះមួយឲ្យស្គាល់ដៃម្ដងមើលជំនាញយក ចាច់មារាអូនឆាប់រត់ចេញភ្លាមទៅ ចាអូ បើឯងហ៊ានចូលមកចិត្តជាងតែមួយជំហានទៀតនោះប្រពន្ធឯងច្បាស់ជាស្នូលដីហើយអាសម្លាញ់ បងសបានកុំចោលមកណាបងប្រយ័ត្នវាបាញ់ណា អាបឿនឯងឆាប់លេងមារាវិញភ្លាមបើឯងជាកូនប្រុសឯងកុំយកស្រីធ្វើជារនាំងនោះ អាដាថ្ងៃនេះបើមិនឯងទេគឺអញដែលត្រូវស្លាប់នៅទីនេះ ត្រូវហើយគឺឯងជាអ្នកស្លាប់ចាច់យ៉ាមារាឆាប់រត់ទៅកុំនៅធ្វើអីទៀត បងអូយ អូនមារាអញនឹងឲ្យហើយស្លាប់ជាមួយគ្នា គឺឯងទេជាអ្នកស្លាប់នោះ ម៉ារ៉ាយ៉ាងម៉េចហើយម៉ារ៉ាបងសបានអូនស្រឡាញ់បងតែជីវិតអូនចប់ហើយ មារា ម៉ារ៉ាគ្មានវាសនាបានជួបបងទៀតទេបងសុបិនអូនចង់ស្ដាប់សម្ដីបងសូមបងលើកលែងទោសឲ្យអូនក្នុងពេលនេះផង មារា បងឆ្លើយមក មារាបងឈប់ខឹងនឹងអូនហើយអូនមិនស្លាប់ទេបងនឹងនាំអូនទៅមន្ទីរពេទ្យឥឡូវនេះ ប្តីសម្លាញ់ពេលនេះទោះជាអូនស្ដាប់ក៏អូនមិនសោកស្ដាយដែរបងចានខ្ញុំអរគុណបងហើយដែលបងបានទៅផ្ដល់ដំណឹងឲ្យប៉ូលីសទាន់ពេលវេលាណាបងម៉ារ៉ាឯងកុំអស់សង្ឃឹមរបួសឯងតាមមើលមិនអីទេណែពួកយើងឆាប់នាំគេទៅមន្ទីរពេទ្យភ្លាមទៅ មែនណា ពិតប្រកបហើយសុបិនឆាប់យកនាងទៅមន្ទីរពេទ្យភ្លាមទៅ ត្រូវហើយត្រូវតែជួយសង្គ្រោះជាមិនតាន់ទៅបាន ម៉ារ៉ា ដែរគេមានគុណលើគ្រួសារខ្ញុំច្រើនណាស់មិនអីទេក្មួយអើយនៅចិត្តខាងគ្នាណាយើងត្រូវតែជួយគ្នាទៅវិញទៅមកគឺជារឿងធម្មតាទេ មែនហើយក្មួយតែកន្លងមកនេះអ៊ំពិបាកនឹងកូនប្រុសអ៊ំនេះខ្លាំងណាស់ព្រោះវាសេពគប់ប៉ះលើមនុស្សមិនល្អខូចការរៀនសូត្រអស់រលីងតទៅទៀតមិនដឹងថាតើចិត្តវានឹងប្រែប្រួលយ៉ាងណាទេ ម៉ែនឹងពុកឈប់ព្រួយចិត្តពីកូនទៀតទេចាប់ពីថ្ងៃនេះទៅកូននឹងខំធ្វើឲ្យជាកូនល្អឲ្យពុកនិងម៉ែពេញចិត្តខ្ញុំឈប់ដើរលេងទៀតហើយ ម៉ែត្រេកអរណាស់ឮកូននិយាយពាក្យបែបនេះម៉ែធូរចិត្តហើយខ្ញុំសង្ឃឹមថានៅពេលដែលមារាកូនខ្ញុំបានជាស្រួលបួលហើយពេលត្រឡប់ទៅវិញខ្ញុំនឹងអញ្ជើញអ្នកទាំងអស់គ្នាទៅលេងផ្ទះអាចារ្យម្ដងណាតើលបងយល់យ៉ាងម៉េចដែរ អូ មែនហើយនេះខ្ញុំក៏គិតអញ្ចឹងដែរនេះកាលពីមុននាងយ៉ាននៅឆ្ងាយពីគ្នាបន្តិចមកហើយទើបមិនសូវបានស្គាល់គ្នាជិតដិតតែឥឡូវនេះក្មួយយ៉ានបានស្គាល់គ្នាកាន់តែជិតដិតហើយចំណែកឪពុកនាងទៀតក៏ជាមនុស្សម្នាក់គួរឲ្យរាប់អានណាស់មិនថាអញ្ចឹងហ៎ម៉ែវា ថ្ងៃមុខថ្ងៃក្រោយនេះអ្នកណាបានធ្វើដល់ឡនឹងគាត់ពិតជាសំណាងហើយ ចុះលបងមានកូនកំឡោះដែរតើនៅចាំអីទៀតមិនបញ្ចោលដន្លោនឹងគ្នាតែម្ដងទៅ អូ អ្នករៃចូលចិត្តតែមានប្រសាសន៍អញ្ចឹងនៅចំពោះមុខក្មេងៗនេះឃើញទេនាងយ៉ានគ្នាអៀនអង្គុយអោនមុខលែងហ៊ានងើបទៅហើយ ចំណែកអាដាកូនប្រុសលបងវិញណោះក៏អញ្ចឹងដែរថាស្រីស្រីចុះគេអៀនចុះយើងជាប្រុសចេះខ្មាស់អៀនអីដែរ អូ កូនប្រុសខ្ញុំនេះតែអញ្ចឹងតាំងពីដើមមកនេះអើយ
តែចាប់សេពគប់មិត្តភ័ក្តិមិនល្អមកវាក៏ចេះតែដើរលេងផ្ដេសផ្ដាស់ទៅណាស្ដាយណាស់ ត្រូវហើយក្មេងៗកាលនៅមិនទាន់មានប្រពន្ធវាចេះតែដើរអញ្ចឹងហើយដល់ការហើយស្រាប់តែសំងំឲ្យឈឹងតែម្ដងហើយ ដូចជាកូនខ្ញុំជាដើម អូ ម៉ែនឹងអ៊ំមិនដឹងជានិយាយស្អីទេធ្វើឲ្យបងយ៉ានលែងហ៊ានហើបមាត់ទៅហើយណោះ ណ៎ហើយអ៊ំនិយាយលេងទេណាកុំប្រកាន់អីណាក្មួយយ៉ាន ចាខ្ញុំក៏ដឹងថាអ៊ំចូលចិត្តនិយាយលេងដែរការពិតទៅម្នាក់ដែលសប្បាយក្នុងថ្ងៃនេះគឺព្រោះតែត្រេកអរនឹងមារាដែលបានរួចពីសេចក្តីស្លាប់មកវិញតើមែនទេអ៊ំប្រុសអ៊ំស្រី ត្រូវ ត្រូវហើយ អេក្មួយយ៉ាននិយាយនេះក៏ត្រូវមួយយ៉ាងដែរក៏ប៉ុន្តែពាក្យដែលអ៊ំនិយាយនេះជួនវាអាចខ្លាចជាការពិតដែរណា ពិតឬលេងចម្លើយនេះចាំអ៊ំនឹងបញ្ជាក់នៅពេលឆាប់នេះ ម៉ាច់ម៉ាច់ម៉ាច់មេបងជាយូរមកហើយបងនឹងអូនអត់សូវបានចរចាគ្នាទេ មកឯងនេះ បងអវល់តែគិតថាកន្លោះកមុំស្រុកយើងអ្នកខ្លះគេរៀបការអស់អាលីងហើយឥឡូវដូចជាសបិនថ្ងៃនេះគឺអាយ៉ានរៀបការជាមួយនឹងអាដាអូយអ្នកចុងក្រោយបងអស់នោះគឺអូនហើយនឹងបងហើយ ម៉ែណែ យ៉ាងម៉េច បងសួរចា ហ៎ បងពិតជាមករៀបការជាមួយអូនមែនណែ ត្រូវហើយយើងនៅចាំអីទៀតទៅហ៎ ណែបងស្រួយកំពុងធ្វើអីហ្នឹង អូមានតែធ្វើស្អីកំពុងដោះស្រាយរឿងបញ្ហាប្រទេសជាតិមួយចំនួន ត្រូវហើយ អីស្អីប្រទេសជាតិស្អីទៀតហើយកុំនិយាយលេងណាស្លៀកពាក់ហើយណាគេចិត្តហែកូនកំឡោះហើយណា អូមែន អូណែណែ តោះយើងទៅទាំងហែកូនកំឡោះត្មងទៅទាំងអស់គ្នាណា ល្ខោននិយាយរឿងកុលាបបាត់ដំបងដែលប្រិយមិត្តទៅបានស្ដាប់កំសាន្តនៅពេលនេះចប់ដោយបរិបូរណ៍